game សរោះគេទៅតែចេញប្រហែលថ្ងៃមុនទេបើសិនអ្នកនរគ្នាចាប់អារម្មណ៍គួរតែទៅមើលសិនទៅបើសិនអ្នកនរគ្នាសម្រាប់ចិត្តថាចង់លេង game មួយហ្នឹងបើមិនចឹងទេមកមើលជាមួយខ្ញុំនឹង review តាក់ទងជាមួយនឹង game ហ្នឹងឲ្យស្ដាប់ចំពោះ game មួយនេះបើសិនជាអ្នកនរគ្នាចូលចិត្ត game Returnal អា game ហ្នឹងដូចចេញ5ឆ្នាំមុនបើសិនអ្នកនរគ្នាចូលចិត្ត game មួយហ្នឹងអ្នកនរគ្នាប្រកាសជាចូលចិត្ត game មួយនេះហើយអា game 2ហ្នឹងគឺចេញពីផលិតកម្មតែមួយទេនេះជាប្រភេទ game ដែលគេបាញ់គ្នាជាលក្ខណៈ third person ហើយក៏គេចខ្លួនលឿនដូចគ្នាមើលភាសាអង់គ្លេសគេថាម៉េចនេះ fast process third person ចឹងហ៎និយាយមក game ប្រភេទបាញ់គ្នាលក្ខណៈ 3D លាយជាមួយនឹង third person ហ្នឹងណា game ចុងក្រោយបំផុតដែលខ្ញុំលេងមានឈ្មោះថា The 3D Birthday ជាផ្នែកមួយនៃ game Parasite Eve អ្នកនរគ្នាប្រហែលជាមិនស្គាល់ទេនិយាយថា game មួយនេះណាចេញតាំងពី 5-10 ឆ្នាំមុនអ្នកដែលស្គាល់ game មួយហ្នឹងគឺមានភាគតិចខ្លាំងមែនទែនហើយ game នេះចេញនៅលើ PSP ហើយនិយាយមែនសាច់រឿងនៃ game មួយនេះគឺខ្ញុំភ្លេចអស់ហើយតាំងពី 5-10 ឆ្នាំមុនអ្នកនរគ្នាគួរតែយល់ហើយអូខេឥឡូវប៉ុណ្ណឹងបានហើយមកស្ដាប់ខ្ញុំ review តាក់ទងជាមួយនឹង game មួយហ្នឹងឥឡូវយើងនិយាយតាក់ទងជាមួយនឹង game មុនសិនមកតបមកចាំចូលសាច់រឿងហើយបើដល់ឥឡូវហ្នឹងបើអ្នកនរគ្នាមិនទាន់យល់ថា game ហ្នឹងគេលេងរបៀបម៉េចទេមកស្ដាប់ខ្ញុំនិយាយសិនមកអ្នកទាំងអស់គ្នាស្គាល់ប្រភេទ game កាប់ដាវលឿនទេ game Devil May Cry ហ្នឹងគេហៅ game កាប់ដាវលឿនហើយបើសិនជាយើងលេង Devil May Cry ប៉ុន្តែដួងដេនថេអត់មានដាវមានតែកាភ្លើងតុកបាញ់គេហ្នឹងហើយអ្នកនរគ្នានឹងទទួលបាន game ដែលខ្ញុំកំពុងតែនិយាយហ្នឹងឯងប៉ុន្តែចង់និយាយថា game Devil May Cry បង្កើតជាមួយនឹងទំហំវា3ដងបានស្មើជាមួយនឹង game នេះមួយនិយាយថាទំហំអាគារនៅក្នុង game មួយហ្នឹងធំហ៎អានេះសម្រាប់តែយៈនៅនេះអាគារដែលគេបង្ហាញនៅក្នុង game នេះណាតតែមនុស្ស10ម៉ែត្រឡើងបានស័ក្តិសមនៅកន្លែងហ្នឹងបានរូបរាងអាគាររូបរាងស្ថាបត្យកម្មមួយដែលគេបង្ហាញឡើងមកនៅក្នុង game មួយនេះណាទោះជាមិនប្រាប់ខ្ញុំថាអានឹងមិនមែនសម្រាប់មនុស្សនៅក៏ខ្ញុំដឹងដែរម៉ែណាខ្លោងធ្វើឡើងប្រព័ន្ធណានៃហើយបើសិនជាយើងប្រៀបធៀបមនុស្សយើងប្រព័ន្ធតែបាត់ជើងជាមួយនឹងមនុស្សដែលស្ថិតនៅលើភពហ្នឹងនេះហើយនៅមានសាច់រឿងតាក់ទងជាមួយនឹងបច្ចេកវិទ្យារបស់ភពមួយហ្នឹងទៀតខ្ញុំអត់តបាននិយាយណាហើយម៉ាស៊ីយ៉ូឬក៏អាខ្សែភ្លើងរបស់គេហ្នឹងឡើងប្រព័ន្ធប៉ុណ្ណានេះខ្ញុំអត់ចង់និយាយអ្នកនរគ្នាចូលទៅមើលខ្លួនឯងទៅអ្វីដែលខ្ញុំកំពុងតែនិយាយហ្នឹងចូលលក្ខណៈសាច់រឿងឡើយឥឡូវយើងຕົកចោលមកកន្លែងសិនទៅចាំចូលទៅដល់អាកន្លែងសាច់រឿងចាំខ្ញុំនិយាយតាក់ទងជាមួយនឹងអារឿងអស់ហ្នឹងឥឡូវយើងកំពុងតែនិយាយពី game សិនហើយ game មួយនេះខ្ញុំនិយាយឲ្យហើយ game នេះគឺលេងសប្បាយបើសិនជាអ្នកនរគ្នាចូលចិត្តលេង game បាញ់គ្នាហើយបើសិនអ្នកនរគ្នាតាមដានជាមួយនឹង TikTok របស់ខ្ញុំធ្លាប់និយាយថា game ដែលលេងទៅសប្បាយមិនប្រកាសថាមានសាច់រឿងល្អមើលទេហើយអា game មួយនេះវាគ្មានលក្ខណៈថ្មីអីណាទេប៉ុន្តែគាត់ថា game មួយនេះគឺពេលដែលយើងយកជាមួយនឹងកាភ្លើងគឺយើងបាញ់ជាមួយនឹងអាគ្រាប់របស់វានឹងអត់ចេះអស់ទេហើយយើងនៅមាន skill 2 3ទៀត skill រងដើម្បីការពារសត្រូវកុំឲ្យសត្រូវបាញ់ទៅចំហើយយើងមាន skill វៃសម្រាប់វៃជាមួយនឹងសត្រូវឲ្យខ្ទេចជាមួយនឹងខាល់ហើយជាមួយនឹងគ្រាប់សត្រូវអានេះចូលលក្ខណៈ parry ហ្នឹងហើយយើងក៏នៅមាន skill 2 3ទៀតដែរនិយាយទៅអា skill អស់ហ្នឹងវាមិនថ្មីអីណាទេមកឥឡូវយើងមកមើលជាមួយនឹងការវេផារបស់សត្រូវវិញម្ដងនិយាយថាតួអង្គសត្រូវរបស់យើងពួកអាកាចេះអស់ហ្នឹងនិយាយថាពាក្យច្រើនពួកអាហ្នឹងសាខ្វិនណៃខ្វិនជើងហ្នឹងអត់ចេះវៃអត់ចេះអីផងតួអង្គសត្រូវមានប្រហែលជា20នាក់ប៉ុន្តែតួអង្គដែលអាចវៃបានប្រហែលជាមានតែ2នាក់ឥឡូវថា3នាក់ចុះប៉ុន្តែអាមួយនោះអត់ចេះវៃផងហ្នឹងវាចេះតែអុកទៅចេញសិលអីណាវានៅចងាយណាចងាយណីយើងទៅពេលដែលវាឃើញយើងវាកុហកអុកមកយើងណាបើសួរថាសត្រូវមួយណាដែលខ្លាំងជាងគេអាមួយហ្នឹងឯងខ្លាំងជាងគេហើយបើនិយាយពីសិលពួកអាសត្រូវអស់ហ្នឹងគឺមានតែ2កុដតាំងពីកូនចៅដល់មេមានតែ2កុដខ្ញុំអត់និយាយលេងទេទី1គឺតាក់ទងជាមួយនឹងឡាស្រាទី2គឺតាក់ទងជាមួយនឹងកັບជ្រួចខ្ញុំអត់និយាយលេងទេហើយអាកັບជ្រួចហ្នឹងវាមាន2 3ពណ៌ចឹងទៅហើយបើសួរខ្ញុំថាអា2 3ពណ៌ហ្នឹងវាខុសគ្នាមិនប្រហែលជាអាក្រហមវាស៊ីខ្លាំងជាងអាខៀវវាតិចជាងអាក្រហមចឹងទៅខ្ញុំអត់ដឹងដែរអ្នកនរគ្នាចូលទៅមើលខ្លួនឯងទៅនិយាយមែនពេលខ្លះមានអារម្មណ៍ខ្លួនឯងកំពុងតែមើលហ្គេមលេងឆ្លងឆ្នាំដល់ថ្ងៃឆ្លងឆ្នាំអ្នកនរគ្នាមិនបាច់ទៅមុខវាំងឬក៏មាត់ទន្លេអីទេអ្នកនរគ្នាអាចលេងហ្គេមហ្នឹងបានអ្នកនរគ្នានឹងឃើញជាមួយនឹងគេកំពុងតែបាញ់កັບជ្រួចដូចគ្នាពេលអ្នកនរគ្នាស្ដាប់ខ្ញុំនិយាយទៅអ្នកនរគ្នាគិតថាអូហ្គេមហ្នឹងស្រួលហ្នឹងគ្រាន់តែយើងនៅឆ្ងាយពីសត្រូវទៅហើយបាញ់ពីចង្អាយទៅមានអីអ្នកនរគ្នាគិតថាអញ្ចឹងក៏បានដែរប៉ុន្តែលក្ខណៈថាពេលខ្លះខ្ញុំមានអារម្មណ៍ថាហ្គេមមួយហ្នឹងជាលក្ខណៈហ្គេមសូលវិញហ្នឹងពេលដែលយើងប៉ះតែ2 3គ្រាប់ឯងយើងងាប់ហ្មងហើយអត់មានឈាមអត់មានអីទេឈាមមិនងាយដាក់យើងហ្មងអ្នកនរគ្នាគួរតែលេងហ្គេមហ្នឹងដល់ខ្លួនឯងទៅអ្នកនរគ្នានឹងយល់ហើយបើសិនអ្នកនរគ្នាមានលុយទិញប៉ុន្តែខ្ញុំចង់ប្រាប់ថាបើសិនអ្នកនរគ្នាលេងហ្គេមមួយនេះអ្នកនរគ្នាត្រូវតែដឹងថាអ្នកនរគ្នាត្រូវតែចូលចិត្តជាមួយនឹងហ្គេមបាញ់គ្នាបានលេងទៅសុបាយហើយមួយទៀតសាច់រឿងគឺខ្ញុំចង់និយាយថាសាច់រឿងគឺអត់កើតតោះឥឡូវប៉ុណ្ណឹងបានហើយយើងមកនិយាយតាក់ទងជាមួយនឹងសាច់រឿងវិញម្ដងមិញហ្នឹងខ្ញុំនិយាយថាសាច់រឿងគឺអត់កើតខ្ញុំអត់ដឹងថាមូលហេតុដែលអត់កើតហ្នឹងគឺដោយសារតែខ្ញុំមិនចូលចិត្តរឿងហ្នឹងឬក៏មិនខ្ញុំអត់ដឹងដូចគ្នាព្រោះពេលដែលខ្ញុំមើលរឿងមួយហ្នឹងគឺវល់ខ្លាំងមែនតើនិយាយមែនខ្ញុំអត់ដឹងថាមានរឿងអីកើតឡើងទេមើលសាច់រឿងគេមានតួអង្គប្រមាណអ្នកតួអង្គរបស់យើងមានឈ្មោះថាអជុនហើយក្រៅពីហ្នឹងខ្ញុំភ្លេចអស់ហើយពួកហ្នឹងអ្នករកទីអវកាសហើយមកដល់កន្លែងភពមួយមានឈ្មោះថាខាខូសាហើយពួកនឹងមកដល់កន្លែងហ្នឹងតាមរយៈក្រុមហ៊ុនមួយមានឈ្មោះថា Sotari ហើយពួកនឹងមកដល់ភពហ្នឹងចំកំឡុងពេលដែលសុគ្រាសកំពុងតែកើតឡើងនៅលើភពហ្នឹងដូចគ្នាហើយខណៈហ្នឹងដែរយើងក៏បានឃើញបិសាចសុគ្រាសក៏បានចេញមកហើយក៏បានវាយប្រហារពួកគេដោយថាមពលកំជ្រួចនឹងឯងហើយនិយាយមែនដំណើរសាច់រឿងចាប់ផ្ដើមពីហ្នឹងមកគឺខ្ញុំភ្លេចអស់ហើយអត់ចាំបានអីទាំងអស់សាច់រឿងតែល្អមើលពេកគឺវាអញ្ចឹងយល់ទេស្អីក៏ចាំអត់បានដែរមើលឲ្យខ្ញុំសម័យនឹកការចងចាំពីហ្គេមហ្នឹងតិចសិនខ្ញុំចាំបានអីខ្លះហើយមើលរឿងដែលខ្ញុំចាំបានគឺយើងមានមនុស្សមួយក្រុមពួកហ្នឹងម្ដងមួយក៏ខ្លាចទៅជាបិសាចឈួតទៅបាញ់គ្នាឯងហើយតួអង្គអាជនរបស់យើងមានប្រពន្ធម្នាក់ឈ្មោះថានិធិយាភ្លេចបាត់ហើយនេះ
ហើយនៅសាច់រឿងមួយទៀតដែលខ្ញុំចង់ចាំបានវាថាតួអង្គរបស់យើងដូចឆ្លងទៅកន្លែងណាមិនដឹងវាថាយើងស្គាល់ជាមួយនឹងតួអង្គរបស់យើងប្រហែលអ្នកនៅហ្នឹងប៉ុន្តែដល់ពេលគេឆ្លងទៅដល់កន្លែងហ្នឹងវាថាអបច្ចេកវិទ្យាដែលគេចងចាំជាមួយនឹងតួអង្គប្រហែលអ្នកហ្នឹងផ្លេចជាមួយនឹងតួអង្គប្រហែលអ្នកហ្នឹងបាត់ឥឡូវយើងឧទាហរណ៍ថាយើងមានទូរស័ព្ទមួយយើងមានជាមួយនឹង Facebook Friend ជាមួយនឹងគ្នាយើងម្នាក់មានឈ្មោះថាអាកអចឹងសោះដល់ពេលគេទៅដល់កន្លែងហ្នឹងអាកហ្នឹងគេអត់ស្គាល់ថានៅក្នុង Facebook ហ្នឹងមានឈ្មោះអាកហ្នឹងទេណាគេឈ្មោះអាកហ្នឹងតួអង្គហ្នឹងហាក់ដូចជាចូលទៅកន្លែង multiverse ផ្សេងមួយទៀតមិនដឹងហើយសាច់រឿងនេះយើងនឹងខ្លាចទៅជាបិសាចបើសិនជាយើងរើសជំរើសខុសនិយាយទៅនៅក្នុងសាច់រឿងហ្នឹងគឺមានជំរើសពីរតាក់ទងជាមួយនឹងការបញ្ចប់នៃសាច់រឿងរបស់យើងហើយខ្ញុំនិយាយទុកមុនហើយទៀតសាច់រឿងមួយនេះណាតួអ្នកនរគ្នារើសជំរើសមួយណាក្នុងចំណោមពីរហ្នឹងតែក៏អ្នកនរគ្នាមិនយល់ពីសាច់រឿងមួយនេះដែរហើយដូចខ្ញុំនិយាយតាំងពីដើមអញ្ចឹងបើសិនអ្នកនរគ្នាចង់លេងហ្គេមហ្នឹងឲ្យសប្បាយគឺមិនបាច់មើលសាច់រឿងទេលេងតែហ្គេមទៅលេងហ្គេមមើលរបស់របរទស្សនភាពនៅជុំវិញខ្លួនរបស់យើងមើលរបស់ចម្លែកស្អីដែលកើតឡើងនៅក្នុងពិភពមួយហ្នឹងគឺបង្ហាញជាមួយនឹងរឿងដ៏អស្ចារ្យឲ្យយើងហ្គេមនេះពេលលេងខ្ញុំឲ្យ9លើ10ចម្រៀងខ្ញុំឲ្យ8លើ10ចម្រៀងព្រោះហើយបើសាច់រឿងវិញខ្ញុំឲ្យ6លើ10បានហើយ The sun is forever.